ជួយដល់សង្គមខ្មែរយើងហ្នឹងទៅលើផ្នែកអ្វីខ្លះហើយបងចាបាទសំណួរខ្ញុំមានប៉ុណ្ណឹងសូមអរគុណច្រើនបាទសូមអរគុណច្រើនចាអរគុណយូរ៉ាចាអរគុណច្រើនអូនចាចាជំរាបលាអូនចាឥឡូវហ្នឹងលោកអ្នកទូរស័ព្ទមកទៀតហើយអញ្ចឹងអូនចាំទទួលជាមួយបងណាចាសូមទទួលជាបន្តចានេះខ្ញុំសូមអនុញ្ញាតជំរាបសួរចាសូមជំរាបសួរហៅឡូចាសូមជំរាបសួរចាសូមជំរាបឈ្មោះម្ចាស់ចាជំរាបសួរបងទាំងពីរខ្ញុំមកឈ្មោះណាបលេនីនបាទខលពីកោះធំទៅបាក់ទូកឯអូនបាទអូនខលពីខាងណាកោះធំបងស្មានតែចេញពីសាលាបាក់ទូចាអូនឈ្មោះអីដែរសុំទោសម្ដងទៀតណាអើយហើយនេះខ្ញុំមានចំណងខ្លះចង់សួរបងដែលតាក់ទងទៅនឹងការសិក្សាបាទចង់សួរបងថាតើអើយចំពោះការសិក្សាផ្នែកប្រវត្តិសាស្ត្រពិភពលោកនោះចំណេះដឹងទៅយើងតើបងសង្កេតឲ្យចាំមាត់ឬក៏អានហើយការប្រឡងជាភាសាអង់គ្លេសឬខ្មែរចាហើយសំណួរមួយទៀតអើយហេតុអ្វីបានជាបងជ្រើសរើសយកអាហារូបករណ៍ជប៉ុនតើបងនឹងមានប្រឡងអាហារូបករណ៍ផ្សេងទៀតដែរឬទេចាហើយការសិក្សារៀនយកហ្នឹងអើយងងុយនេះគឺជាឧបសគ្គតើបងមានវិធីសាស្ត្រអ្វីខ្លះដើម្បីជំនះឧបសគ្គនេះចាអូននៅកោះធំសួរសំណួរដូចខ្លាំងល្អណាស់បងហើយណាចាបងប្អូនអញ្ចឹងឥឡូវគេរៀនបានច្រើនចាយ៉ាងមកចិត្តអូនមានអីសួរទៀតទេបាទអើយសារៈសំខាន់សម្រាប់អ្នកសិក្សាតើបងអាចរៀបរាប់ពីការវិភាគរបស់បងហើយក្នុងការសិក្សាបានដែរឬទេទាំងពេលរៀនរត់និងរៀនគួរនិងការស្វ័យសិក្សាពីខ្លួនឯងបាទចាបាទអរគុណបងមានប៉ុណ្ណឹងបាទចាអរគុណសំណួរម្នាក់ឯងបានច្រើនមែនតើអរគុណជំរាបលាចាអរគុណច្រើនចាលោកស្រីនេះកញ្ញាចាឥឡូវហ្នឹងសំណួរឃើញថាច្រើនមែនតើណា3អ្នកប៉ុន្មានប៉ុន្តែឡើង9សំណួរហើយប៉ុន្តែអញ្ចឹងសូមទទួលតែប្រពទៀតបានហើយចាសូមអធិស្ឋានក្រែងលោកយើងបកស្រាយមិនចាប់ចាសូមអនុញ្ញាតទទួលតែម្ដងប៉ុន្តែទទួលទូរស័ព្ទពីលោកអ្នកអូនចាសូមជំរាបសួរចាអាឡូសូមជំរាបសួរឡូជំរាបសួរចាសូមជំរាបសួរបាទខ្ញុំចង់សួរអង្គភាពខ្លួនថាតើនៅពេលដែលគាត់ដាក់អាហារូបករណ៍បូទៅជប៉ុនតើមានតែជនប្រមាណអ្នកដែលដាក់បូអាហារូបករណ៍ទៅជប៉ុនណាបងវាខ្លួនគាត់បានស្របបូជប៉ុនណាបងចាមានសួរទៀតអូនសួរទៀតចាបងកត់រួចហើយសួរទៀតចាបន្តទៀតអូនបន្តទៀតខ្ញុំមានសំណួរតែប៉ុណ្្នឹងទេបងអរគុណអូនច្រើនចាជំរាបលាចាលោកស្រីអ្នកកញ្ញាជាទីគោរពនិងជាទីមេត្រីចាស្នេះខ្ញុំសូមខន្តីអភ័យទោសពីសំណាក់លោកអ្នកនាងដោយសារតែឥឡូវនេះយើងបានទទួលសំណួរច្រើនហើយអញ្ចឹងហើយយើងទទួលចំនួនតែ4រូបក៏ប៉ុន្តែសរុបសំណួរទៅគឺដល់10សំណួរឯណោះអញ្ចឹងសូមអធិស្ឋានពីលោកអ្នកនាងដែរនឹងខ្ញុំមិនទទួលទូរស័ព្ទជាបន្តទៀតទេហើយសម្រាប់ចម្លើយដែលបងប្អូនប្រុសប៊ុនហៃនឹងជម្រាបជូនលោកអ្នកនឹងនៅពេលបន្តិចទៀតកម្មវិធីយើងនឹងជម្រាបជូនប៉ុន្តែនៅពេលនេះមុននឹងសម្រាប់នៅក្នុងវគ្គទី1នេះខ្ញុំសូមជម្រាបជូនដល់លោកស្រីអ្នកនាងកញ្ញាផងដែរកម្មវិធីនេះឧបត្ថម្ភឡើងដោយសហគ្រាសផលិតទឹកបរិសុទ្ធអូរ៉ាល់បាទលោកស្រីអ្នកនាងកញ្ញាត្រូវការប្រើប្រាស់ទឹកបរិសុទ្ធដែលមានគុណភាពខ្ពស់ផលិតឡើងយ៉ាងត្រឹមត្រូវក៏សូមលោកអ្នកកុំភ្លេចជ្រើសរើសទឹកបរិសុទ្ធអូរ៉ាល់ទឹកបរិសុទ្ធអូរ៉ាល់ដើម្បីសុខុមាលភាពរបស់លោកអ្នកអាចយកទៅប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងប្រសិនបើលោកអ្នកមានបញ្ហាចំពោះសុខភាពសូមកុំភ្លេចក្រុមហ៊ុន Park Wehil មានមន្ទីរពេទ្យ3លំដាប់ថ្នាក់អន្តរជាតិគឺមន្ទីរពេទ្យ Clinical មន្ទីរពេទ្យ Mount Elizabeth ទី3គឺមន្ទីរពេទ្យ Park Wehil មន្ទីរពេទ្យទាំងអស់នេះលោកអ្នកអាចទំនាក់ទំនងបាននៅស្នាក់ការភ្នំពេញដែលមានលេខទូរស័ព្ទ015 89 75និង76 077 28 18 និង99 012 57 27 10លោកស្រីនាងកញ្ញាជាទីគោរពនិងជាទីមេត្រីចាឥឡូវនេះនេះខ្ញុំរួមជាមួយនឹងបងប្រុសប៊ុនហៃសូមអនុញ្ញាតសម្រាប់បុព្វលេខសិនបន្តិចទៀតជួបគ្នានៅក្នុងវគ្គទី2
សម្ដេចលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនិងជាទីមេត្រីចាសូមស្វាគមន៍លោកអ្នកនៅក្នុងវគ្គទី2កម្មវិធីយល់ដឹងសកលយើងថ្ងៃនេះលោកអ្នកនាងកម្មវិធីយើងបានលើកយកប្រធានបទមួយដែលលោកអ្នកកំពុងតែទស្សនាហើយមិញលោកអ្នកក៏បានជ្រាបដែរគឺយើងនិយាយអំពីការចែករំលែកបទពិសោធន៍ស្ដីពីវិធីសាស្ត្រជានិស្សិតអាហារូបករណ៍ហើយយើងអញ្ជើញចូលរួមនោះគឺបងអូនប្រុសប៊ុនហៃបងអូនគឺជាអតីតនិស្សិតអាហារូបករណ៍ប្រទេសជប៉ុននិងជានាយកគ្រប់គ្រងក្រុមហ៊ុន Proceeding ភ្នំពេញ Co Ltd ចាឥឡូវនេះបងអូនកំពុងតែត្រៀមលក្ខណៈនឹងឆ្លើយនៅសំណួរដែលលោកអ្នកបានជម្រាបសួរមិញហើយបើតាមនេះខ្ញុំចាំមិញគឺថាហៅប៊ុនហៃបងទាំងអស់អញ្ចឹងបានប្រហែលជាបងប្អូនកំពុងតែសិក្សានិងត្រៀមខ្លួនដាក់ប្រឡងអាហារូបករណ៍ដោយបងអូនអញ្ចឹងដែរប៉ុន្តែគាត់ថាស្រុកយើងមានអាហារូបករណ៍ច្រើនណាស់ឥឡូវនឹងឲ្យគេទទួលស្គាល់អត់ស្រុកខ្មែរគេថា worldwide ហ្មង worldwide ពីមុនយើងមានតែប្រមាណប្រទេសទេដែលក្នុងប្រទេសជប៉ុនមួយឥឡូវយើងមានអាមេរិកក៏មានអូស្ត្រាលីក៏មាន EU ក៏មានបាទច្រើនប្រទេសមែនតើឥឡូវចាហើយពាក់ព័ន្ធនឹងអាហារូបករណ៍ច្រើនហ្នឹងក៏មានសំណួរបងប្អូនសួរដែរមិញការសម្រេចចិត្តឥឡូវនេះបងមិនទាន់ផ្ដល់ឱកាសឲ្យបងអូនបានឆ្លើយនៅឡើយទេសូមអរគុណដល់លោកអ្នកដែលឧបត្ថម្ភកម្មវិធីគឺសហគ្រាសផលិតទឹកបរិសុទ្ធអូរ៉ាល់បាទលោកស្រីអ្នកនាងកញ្ញាត្រូវការប្រើប្រាស់ទឹកបរិសុទ្ធដែលមានគុណភាពខ្ពស់ផលិតឡើងយ៉ាងត្រឹមត្រូវក៏សូមលោកអ្នកកុំភ្លេចជ្រើសរើសទឹកបរិសុទ្ធអូរ៉ាល់ទឹកបរិសុទ្ធអូរ៉ាល់ដើម្បីសុខុមាលភាពរបស់លោកអ្នកអាចយកទៅប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងប្រសិនបើលោកអ្នកមានបញ្ហាចំពោះសុខភាពសូមកុំភ្លេចក្រុមហ៊ុន Park Vehil ក្រុមហ៊ុន Park Vehil មានមន្ទីរពេទ្យ3លំដាប់ថ្នាក់អន្តរជាតិគឺមន្ទីរពេទ្យ Clinical មន្ទីរពេទ្យ Mount Elizabeth ទី3គឺមន្ទីរពេទ្យ Park PX មន្ទីរពេទ្យទាំងអស់នេះលោកអ្នកអាចទំនាក់ទំនងបាននៅស្នាក់ការភ្នំពេញដែលមានលេខទូរស័ព្ទ015 89 75និង76 077 28 18និង99 012 57 27 10លោកអ្នកនាងជាទីគោរពនិងជាទីមេត្រីចាឥឡូវហ្នឹងប៉ុន្តែយើងឆ្លើយសំណួរជូនដល់លោកអ្នកដែលបានទូរស័ព្ទមិញចាហើយសម្រាប់ដែលយើងពិភាក្សាគ្នានិយាយពីថ្នាក់មូលដ្ឋានដែលអូនទៅរៀននៅប្រទេសជប៉ុនដំបូងបំផុតរៀនភាសានោះយើងស្លេះទុកសិនតែបន្តិចទៀតខ្ញុំយើងតណាចាឥឡូវហ្នឹងពីអូនបើនៅសៀមរាបចាអូនបានសួរថាក្រោយពីអូនបានសិក្សានៅប្រទេសជប៉ុនឥឡូវហ្នឹងបងអូនជានាយកគ្រប់គ្រងក្រុមហ៊ុនធំមួយហើយប៉ុន្តែនៅពេលដែលអូនត្រឡប់មកវិញឥឡូវហ្នឹងអូនកំពុងតែស្នាក់នៅអូននៅស្រុកខ្មែរតើអូនមានបានបើកវគ្គបណ្ដុះបណ្ដាលអីផ្សេងអត់សប្តាហ៍ថ្ងៃខ្ញុំជានាយកគ្រប់គ្រងនៅក្រុមហ៊ុនជប៉ុន Proceeding ដូច្នេះពេលវេលាធ្វើជានាយកគ្រប់គ្រងគឺវាមមាញឹកមែនតើបងហើយពីម៉ោង7ព្រឹកដល់ម៉ោង7យប់ដូច្នេះឥឡូវខ្ញុំអត់ទាន់មានកំណត់បង្កើតវគ្គបណ្ដុះបណ្ដាលអ្វីទេប៉ុន្តែថ្ងៃអនាគតបើសិនជាមានពេលប្រហែលជាអាចបង្កើតបានប៉ុន្តែឥឡូវគឺអត់ទាន់មានកំណត់បង្កើតវគ្គបណ្ដុះបណ្ដាលទេបាទដោយសារតែកំពុងតែបម្រើការងារបាទនៅពេលដែលអូនត្រឡប់ពីប្រទេសជប៉ុនភ្លាមអូនចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Proceeding តែម្ដងឬមិននៅពេលដែលត្រឡប់ពីជប៉ុនមកភ្លាមគឺខ្ញុំត្រឡប់មកជប៉ុននៅឆ្នាំ2010ខែ3ហើយខែ4នៅខែ4ខ្ញុំចាប់ដើមចូលធ្វើការក្រុមហ៊ុនជប៉ុនដូចគ្នាបងតែក្រុមហ៊ុនផ្សេងគឺឈ្មោះ Forward Cambodia ដែលក្រុមហ៊ុននោះជារកស៊ីខាងផ្នែកប្រឹក្សាយោបល់លើផ្នែកវិនិយោគទុនហើយតែពេលនោះខ្ញុំមានឋានៈជាអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍវិនិយោគទុនមានន័យថាយើងព្យាយាមជំរុញធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទុនជប៉ុនគេមករកស៊ីស្រុកខ្មែរបានច្រើនបណ្ដាក់ទុនមកស្រុកខ្មែរបានច្រើនអានេះគឺស្របទៅតាមនៃគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលលើកទឹកចិត្តហើយនឹងជំរុញឲ្យមានការបណ្ដាក់ទុនពីជប៉ុនឲ្យបានច្រើនបាទហើយពេលនោះគឺមានក្រុមហ៊ុនជប៉ុនជាច្រើនគេមកមើលស្រុកខ្មែរហើយពេលនោះខ្ញុំមានតួនាទីជាអ្នកអភិវឌ្ឍគម្រោងវិនិយោគទុនមានន័យថានៅពេលគេមកដល់ស្រុកខ្មែរហើយយើងបង្ហាញស្រុកខ្មែរដល់គេហើយនាំគេដើរមើលស្រុកខ្មែរពីនេះពីនោះហើយប្រាប់គាត់រៀបរាប់ឲ្យក្រុមហ៊ុនទាំងនោះយល់ពីស្រុកខ្មែរហើយយ៉ាងណាយើងធ្វើយ៉ាងណាជំរុញលើកទៅចុះពួកគាត់សម្រាប់ចិត្តដាក់ទុនវិនិយោគនៅស្រុកខ្មែរបាទហើយជាលទ្ធផលគឺយើងមានក្រុមហ៊ុនជាច្រើនដែលគាត់បានពេលគាត់មកដល់ស្រុកខ្មែរគាត់ឃើញស្រុកខ្មែរដែលថានៅជប៉ុនគឺចាស់ខ្ញុំធ្លាប់ទៅនៅជប៉ុន7ឆ្នាំហើយខ្ញុំដឹងការគិតរបស់ជប៉ុនច្បាស់លាស់ព្រោះជប៉ុនភាគច្រើនគាត់មកស្រុកខ្មែរ image គឺបាទ image គឺមិនសូវជាល្អហ្មងណាគាត់គិតថាកំណត់របស់គាត់ផ្នត់កំណត់បាទស្រុកខ្មែរដូចថាដូចចំណពលពតអញ្ចឹងបាទនៅមានថាខ្មែរក្រហមពលពតជាពិសេសប្រទេសអសន្តិភាពបាទអសន្តិសុខជាពិសេសបាទជាពិសេសគ្រាប់មីនបាទជប៉ុនខ្លាចគេគ្រាប់មីនបាទហើយខ្ញុំថាអូខេបើថាខ្លាចគ្រាប់មីនឥឡូវខ្ញុំនាំពេលនៅជានិស្សិតនៅទីនោះបាទថាឥឡូវមកមួយខ្ញុំក៏ប៉ុន្តែខ្លាចមានគ្រាប់មីនចឹងមានន័យថាអូននៅជប៉ុនអូនប្រម៉ូតតាំងពីនេះទៅហើយព្រោះអូននៅស្រុកខ្មែរថាខ្មែរឥឡូវគេសប្បាយគុំនៅឯកុំយល់ចឹងណាធ្លាប់តាមរយៈដូចជាអង្គការចែកការជាដើមនោះធ្លាប់បានហៅខ្ញុំទៅ presentations បទបង្ហាញពីស្រុកខ្មែរហើយពេលនោះខ្ញុំក៏បាន
យើងតាមរយៈ PowerPoint យើងធ្វើ PowerPoint presentation ហើយបង្ហាញជូននៃប្រជាជនជប៉ុនអ្នកចូលរួមជប៉ុននៅពេលនោះពីស្រុកខ្មែរបាទអញ្ចឹងការគិតរបស់ជប៉ុនខ្ញុំដឹងច្បាស់ថាគាត់គិតពីស្រុកខ្មែរយ៉ាងម៉េចហើយតទៅពេលអ្នកវិនិយោគជប៉ុនពេលគាត់មកមើលស្រុកខ្មែរគាត់គិតយ៉ាងណាហើយគាត់ភ្ញាក់ដល់ថានៅពេលគាត់មកដល់ស្រុកខ្មែរល្បីតែគាត់គិតនៅជប៉ុនហើយនឹងល្បីតែគាត់ឃើញជាក់ស្ដែងគឺវាប្លែកផ្ទុយហ្មងគ្នាដាច់ហ្មងគាត់មិននឹកស្មានថាទីក្រុងភ្នំពេញមានមនុស្សច្រើនចឹងគាត់មិននឹកស្មានថានៅទីក្រុងភ្នំពេញស្ទះចរាចរណ៍គាត់គាត់ថាទីក្រុងភ្នំពេញមនុស្សតិចបាទមិនដឹងថាទីក្រុងភ្នំពេញមានស្ពានអាកាសបាទហើយស្ទះចរាចរណ៍មានភ្លើងស្តុបមានអីមានប្រជាជនច្រើនហើយមានឡានច្រើនមានឡានល្អច្រើនបាទវានឹងខ្ពស់ហើយខ្ញុំក៏ប្រាប់គាត់ថាជាពិសេសនៅស្រុកខ្មែរយើងចូលចិត្តប្រើឡានជប៉ុនដូច Toyota Honda ជាដើមហើយគាត់មកដល់គាត់ឃើញសារឡានជប៉ុនគាត់ភ្ញាក់ហើយខ្ញុំប្រាប់គាត់ថា image របស់ស្រុកខ្មែរចំពោះជនជាតិជប៉ុនគឺផ្ទុយពីជនជាតិជប៉ុនវិញព្រោះខ្មែរយើងគឺធម្មតារបស់ជប៉ុនគឺល្អទាំងអស់ខ្ញុំថាទាំងខ្ញុំទាំងគេគឺចូលចិត្តរបស់ជប៉ុនឲ្យតែផលិតនៅជប៉ុនគឺល្អទាំងអស់មិនថាឡានមិនថារបស់ប្រើប្រាស់ផ្សេងទៀតទេគឺយើងចូលចិត្តរបស់ជប៉ុនទាំងអស់ហើយក៏យើងចូលចិត្តជនជាតិជប៉ុនដែរមិនអញ្ចឹងបងជនជាតិជប៉ុនជាជនជាតិឆ្លាតពូកែផលិតរបស់ដែលមានគុណភាពឲ្យមនុស្សលោកបាទរហូតដល់គេផ្ដល់រហស្សនាមឲ្យជប៉ុនណាជនជាតិជប៉ុនគេថាជនជាតិដែលរស់នៅប្រកបដោយអនាម័យគឺជប៉ុនរហូតដល់គេថាអញ្ចឹងទៀតណាហ្នឹងហើយដល់ឲ្យមកទៀតអញ្ចឹងនៅពេលក្រុមហ៊ុនទាំងនោះគាត់មកដល់យើងនាំគាត់មើលពីនេះពីនោះនៅពេញឬក៏នៅកន្លែងណាផ្សេងៗដែលគាត់ចង់ទៅបាទហើយបន្តទៅពេលយើងធ្វើ marketing research ព្រោះធម្មតាមុនយើងបណ្ដាក់ទុនយើងត្រូវ research ឲ្យបានច្បាស់លាស់សិនថាគាត់ចង់រកស៊ីខាងផ្នែកសំណង់អញ្ចឹងយើងត្រូវធ្វើ research ខាងផ្នែកសំណង់វិស័យសំណង់នៅស្រុកខ្មែរគាត់បាទហើយយើងធ្វើនឹងទៀតបងយើងមាន team ហើយយើងធ្វើហើយ research ហើយយើងបាន report នឹងជូនគាត់ហើយគាត់មើល report ហ្នឹងទៅគាត់នឹងធ្វើការវិនិច្ឆ័យថាតើគាត់គួរតែមកវិនិយោគស្រុកខ្មែរឬក៏អត់បាទហើយភាគច្រើនគឺខ្ញុំបានជោគជ័យច្រើនទៀតអាហ្នឹងធ្វើ report ទៅណែ marketing research ទៅហើយគេមើល report ទៅអូខេគេមកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរមានប្រមាណក្រុមហ៊ុនដែរបាទអូខេអញ្ចឹងមានន័យថាអ្វីដែលជប៉ុនយល់ខុសមកលើស្រុកខ្មែរគឺផ្ទុយស្រឡះប៉ុន្តែឥឡូវហ្នឹងគេមានជំនឿគេមានទំនុកចិត្តដោយសារតែខ្មែរមានសន្តិសុខមាននិរន្តរភាពនយោបាយសេដ្ឋកិច្ចគឺល្អជប៉ុនបានមកវិនិយោគទុនជាច្រើនវិនិយោគិនជប៉ុនច្រើនណាស់ស្រុកខ្មែរអូខេអញ្ចឹងចំណុចនេះមួយសុំបន្តតិចបាទហើយចេះព្រោះនៅពេលយើងជប៉ុនមកដល់គាត់ចង់បង្កើតក្រុមហ៊ុនហើយគាត់ស្ម័គ្រចិត្តថាគាត់ដាក់បង្កើតក្រុមហ៊ុននៅស្រុកខ្មែរអញ្ចឹងនីតិវិធីនៃការបង្កើតក្រុមហ៊ុនហ្នឹងក៏ធម្មតាច្បាប់មួយខុសគ្នាប្រទេសមួយហើយអញ្ចឹងខ្ញុំហ្នឹងក៏បានផ្ដល់យោបល់ទៅប្រឹក្សាយោបល់ទៅគាត់ថាយើងធ្វើអញ្ចេះឆ្លងកាត់ក្រសួងពាណិជ្ជកម្មយ៉ាងម៉េចដំបូងត្រូវបង្កើតធនាគារកងធនាគារមួយរបស់ក្រុមហ៊ុនបាទហើយបន្តមកឆ្លងកាត់ក្រសួងពាណិជ្ជកម្មយកវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្មបន្តមកយកបន្តមកយក VAT បាទហើយបន្តមកទៅក្រសួងការងារផ្សេងអញ្ចឹងនីតិវិធីទាំងអស់នោះគឺយើងប្រាប់គាត់ទាំងអស់ហោហែបាទតាមមួយចំណាយពេលមកមួយចំណាយពេលមកអញ្ចឹងប្រាប់គាត់ទាំងអស់បាទធ្វើយ៉ាងណាគាត់មានភាពទុកចិត្ត secure ហើយមានទុកចិត្តវិនិយោគនៅស្រុកខ្មែរបាទចាអញ្ចឹងអូនខ្លាយទៅជាមគ្គុទ្ទេសក៍មួយដ៏ឆ្នើមចាបើយើងនិយាយទៅយើងដូចថា one stop service អញ្ចឹងបងគឺថាយើងជួយគាត់ទាំងអស់ពីដើមដល់ចប់បាទតាំងពីពេលដែលគាត់ស្គាល់ស្រុកខ្មែររហូតដល់គាត់ស្គាល់ស្រុកខ្មែរច្បាស់ហើយគាត់សម្រេចចិត្តដាក់ទុនហើយយើងជួយគាត់បង្កើតក្រុមហ៊ុននៅស្រុកខ្មែរទៀតបាទចាអរគុណអូនឥឡូវហេតុអីបានបងចេះតែកាត់អូនបងកលេចមើលម៉ោងកាន់តែទៅមកចាហើយសំណួរបាញ់មិញហ្នឹងនិយាយពីវគ្គបណ្ដុះបណ្ដាលហ្នឹងគឺមូលហេតុដោយសារតែអូនជាប់បំពេញការងារហ្នឹងចាអញ្ចឹងយើងឈានអូនទៅបានដឹងហើយគឺអូនមិនទាន់បានបណ្ដុះបណ្ដាលទេប៉ុន្តែឱកាសឲ្យខ្មែរបានចូលសិក្សាហ្នឹងបើមិនទាន់បានបណ្ដុះបណ្ដាលអត់ទាន់បានបើកទេណាដល់អញ្ចឹងមកហៅជាឱកាសពេលក្រោយឱកាសឥឡូវប្រហែលជាអត់ទាន់មានទេចាថ្ងៃអនាគតបាទបើសិនជាមានខ្ញុំនឹងជម្រាបជូនបាទចាអរគុណអញ្ចឹងអូនទៅនៅសៀមរាបបានដឹងហើយណាអញ្ចឹងអូនយូរ៉ានៅពេកតមាក់បាទចានៅពេកតមាក់ហ្នឹងអូនសួរថាកត្តាអ្វីខ្លះដែលធ្វើអូនបានសិក្សាទទួលបានជោគ